បានមកដល់ឃើញផ្ទាល់ភ្នែកអញ្ចឹងមិនដឹងថាស្អាតខ្លាំងមែនទែនបងប្អូនពិតជាស្រស់ស្អាតជាងនៅក្នុងរូបភាពនិងវីដេអូដែលបងប្អូនធ្លាប់បានឃើញកន្លងមកទៀតកន្លែងមួយនេះជាវត្តអារាមផងនិងជាទីតាំងទេសចរបែបសាសនាផងដែលមានចម្ងាយត្រឹមតែជាង1ម៉ោងពីក្រុងភ្នំពេញតែប៉ុណ្ណោះវីដេអូមួយនេះខ្ញុំនឹងនាំបងប្អូនមកមើលពីវត្តលោកតាសុតដែលកំពុងតែល្បីហើយមានទីតាំងនៅក្នុងខេត្តកំពង់ឆ្នាំងបាទអញ្ចឹងសម្រាប់ថ្ងៃនេះគឺខ្ញុំនឹងចេញដំណើរពីភ្នំពេញទៅកាន់វត្តតាសុតដែលមានចម្ងាយជាង90គីឡូពីភ្នំពេញអញ្ចឹងជាដំបូងនេះគឺខ្ញុំនឹងដាក់ផែនទីដើម្បីភ្ជាប់ទៅកាន់ទីតាំងដែលយើងនឹងត្រូវទៅហើយឥឡូវនេះកាន់តែងាយស្រួលទៀតសេវាមិត្ត Phone 5G បានអាប់ដេតច្រើនកន្លែងមែនតើងាយស្រួលប្រើហើយលបឿនលឿនជាងមុនទៀតអញ្ចឹងដើម្បីបានមកដល់ទីតាំងនេះគឺយើងត្រូវជិះល្បាក់ប្រហែល1ម៉ោងជាងអីហ្នឹងបងប្អូនហើយនៅពេលដែលយើងចូលមកដល់ច្រកផ្លូវចូលដំបូងដែលជាផ្លូវចូលមកកាន់វត្តនិយាយទៅយើងឃើញការរៀបចំគឺស្អាតខ្លាំងមែនតើបងប្អូនជាពិសេសនៅតាមកំពែងវត្តហើយនឹងខ្លោងទ្វារនេះគឺគេធ្វើរចនាបថលំនាំកំពែងព្រះបរមរាជវាំងពេលដែលមើលទៅគឺថាស្រស់ស្អាតមិនឆើតឆាយពេកទាំងក្បាច់ទាំងពណ៌ស័ក្តិសមជាទម្រង់បែបបទខ្មែរយើងហើយសម្រាប់បច្ចុប្បន្នគឺគេកំពុងតែសាងសង់និងរៀបចំអត់ទាន់ហើយទេបងប្អូនឃើញថានៅតែកំពុងមានការសាងសង់ព្រះវិហារមានកុដិបន្តបន្ទាប់ទៀតកន្លែងនេះបើសិនជាធ្វើហើយរួចរាល់ទាំងស្រុង 100% មើលទៅគឺដឹងតែស្អាតខ្លាំងហ្មងវត្តតាសុតគឺជាវត្តព្រះពុទ្ធសាសនាមួយដែលកំពុងតែល្បីនៅក្នុងខេត្តកំពង់ឆ្នាំងវត្តមួយនេះមានឈ្មោះជាផ្លូវការថាវត្តចន្ទបជោតនារាមប៉ុន្តែបងប្អូនប្រជាជនភាគច្រើនហៅកាត់ថាវត្តតាសុតនៅពេលដែលយើងដើរចូលមកដល់ផ្នែកខាងនេះនោះបងប្អូននឹងឃើញមានការរៀបចំកន្លែងទីសក្ការៈដែលមានរបៀបរៀបរយហើយមើលទៅស្អាតខ្លាំងមែនទែនបើនិយាយពីគ្រឿងចម្លាក់ក្បាច់ក្បូរមួយវិញខ្ញុំទៅសើហ្មងគឺគេធ្វើបានស្អាតខ្លាំងមែនទែនហើយនៅក្បែរគ្នានឹងកន្លែងនេះក៏មានជាសួនច្បារមានគូទឹកហើយការរៀបចំការថែទាំរបស់គេស្អាតបានមែនទែនមើលទៅដូចជារមណីយដ្ឋានមួយចឹងអញ្ចឹងពេលដែលបងប្អូនបានមកដើរលេងនៅកន្លែងនេះហើយអាចថតរូបថតវីដេអូអនុស្សាវរីយ៍បានមកស្រឡាញ់ពេញចិត្តតែរឿងមួយដែលសំខាន់ណាស់ពេលដែលបងប្អូនបានមកដើរលេងហើយសូមចូលរួមក្នុងការថែរក្សាអនាម័យបរិស្ថានកុំចោលសម្រាមប្រេះផ្ដាស់យើងយកមកតាមខ្លួនប៉ុណ្ណាយើងកាន់ត្រឡប់ទៅវិញប៉ុណ្ណឹងរៀងខ្លួនហើយសម្រាប់កន្លែងបន្ទាប់នេះគឺខ្ញុំនឹងនាំបងប្អូនទៅមើលលអាងនាគរាជនៅត្រង់កន្លែងនេះគឺគេមានធ្វើជារូបចម្លាក់នាគខៀវនាគក្រហមនាគសមើលទៅផុសស្អាតដូចរូបពិតចឹងហើយបើនិយាយពីគ្រឿងចម្លាក់ក្បាច់ក្បូរហ្នឹងមើលទៅអូស្អាតមែនតើបងប្អូនខ្ញុំពិតជាសរសើរដល់អ្នកធ្វើហ្មងគេមានដាក់ភ្លើងពណ៌លម្អបន្ថែមចឹងទៀតទៅកាន់តែស្អាតកាន់តែទាក់ទាញនេះបើសិនជាចូលមកម្នាក់ឯងរៀងបាសរោមទៅយាយបងប្អូនកន្លែងនេះមើលទៅដូចនៅក្នុងរូងបុរាណមួយចឹងតែបើនិយាយទៅកន្លែងទាំងអស់ហ្នឹងគឺគេធ្វើឡើងសម្រាប់ការគោរពប្រតិបត្តិចឹងហើយកុំមានការប្រមាថឬមួយក៏លេងសើចត្រង់ណាមិនសមរម្យតាមពិតទៅនៅផ្នែកខាងលើនៃលអាងនាគរាជនេះគឺជាកន្លែងដែលគេដាក់តាំងរូបព្រះពុទ្ធបដិមា4អង្គតម្រៀបគ្នាអញ្ចឹងនៅត្រង់កន្លែងនេះពេលដែលយើងមើលពីខាងលើទៅគឺថាស្អាតខ្លាំងមែនតើមានព្រៃមានភ្នំមានធម្មជាតិនៅជុំវិញនឹងហ្មងឃើញថាថ្ងៃនេះមានបងប្អូនយើងមកលេងច្រើនគួរសមដែរបើនិយាយទៅទីតាំងនៅក្នុងវត្តតាសុតនេះគឺថាធំខ្លាំងមែនតើបងប្អូនគេបង្កើតឡើងនៅក្នុងទំហំដីរាប់រយហិកតាហើយខ្ញុំក៏សង្ឃឹមថាកន្លែងមួយនេះនឹងក្លាយទៅជាទីតាំងទេសចរបែបសាសនាដ៏ពេញនិយមមួយសម្រាប់ខេត្តកំពង់ឆ្នាំងក៏ដូចជាប្រទេសកម្ពុជារបស់យើងផងដែរហើយក៏សង្ឃឹមថានឹងមានការសាងសង់និងធ្វើកន្លែងស្អាតបែបនេះជាច្រើនកន្លែងទៀតខ្ញុំជឿថាឲ្យតែទីតាំងស្អាតមានការរៀបចំឲ្យស្អាតដូចកន្លែងមួយនេះច្បាស់ណាស់ហើយទីតាំងមួយនោះនឹងក្លាយទៅជាទីតាំងទេសចរដ៏សំខាន់សម្រាប់ភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិជាមិនខានអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាស្រឡាញ់ពេញចិត្តវីដេអូមួយនេះកុំភ្លេចចូលរួមចែករំលែកម្នាក់មួយផងហើយក៏អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនានិងមើលវីដេអូមួយនេះដល់ចប់ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត